ក្រុមហ៊ុន Facebook បានតម្លាក់មុខងារថ្មីមួយនេះគឺលយមែនទែនសម្រាប់បងប្អូនអាសាផ្លេចលេខកូដ Facebook ខ្លួនឯងណាគ្រាន់តែចូលទៅ selfie ក៏អាចចូល account យើងបានដែរតោះមកដឹងពីវិធីធ្វើទាំងអស់គ្នាជាមួយខ្ញុំតើយើងចូលក្នុង app Facebook យើងមកបាទចូលក្នុង app Facebook បន្ទាប់មកបងប្អូនចុចកន្លែងត្រេក3ខាងលើបាទចុចត្រេក3មកចុចកន្លែងត្រេក3ហើយបងប្អូនអូសមកយកពាក្យថា setting and privacy នេះចុចមកបន្ទាប់មកយើងធ្វើការយក setting មួយទៀតនេះបាទចូល setting ហើយវានឹងចូលដល់កន្លែងនេះយើងចុចខាងលើគេបាទចុចខាងលើមកបន្ទាប់មកបងប្អូនឃើញគេដាក់ថា password អត់នេះយើងចុចមកដល់កន្លែង password វាមានខាងលើ password ទី2កន្លែងយើងស្អី 2F អីគេនេះមកបាទដល់កន្លែងនេះហើយបងប្អូនមើលពីលើមកដល់ចូលទី3បាទនេះគេដាក់ថា verify selfie នេះមកនេះចុចមកខ្ញុំសូមប្រកែអង់គ្លេសទេចេះតែចំណាំទេបាទចុចមកហើយវានឹងបង្ហាញទៅរងបែបនេះចុចទៅលើ profile យើងមួយទៀតមកបាទចុចទៅកន្លែងនេះដោយសារតែខ្ញុំបានដាក់ pass key ខ្ញុំដាក់លេខកូដយើងណាបាទអត់មាន password តែនេះហៅ pass key គេយើងអាច scan ម្រាមដៃឬក៏យើងអាចសូអេក្រង់យើងណាបាទឥឡូវខ្ញុំធ្វើការចូលសិនដើម្បីដោះមកតង់នេះសិនបាទហើយកន្លែងលេខ pass key នេះខ្ញុំសូមបិទរបស់បងប្អូនដាក់បងប្អូនទៅរបស់ខ្ញុំសូមបិទសិនអត់បង្ហាញទេបាទយើងវាយ pass key ចូលទៅយើងចែកកន្លែងពី update selfie នេះមកចុចមកយើង selfie មុខយើងមក scan មុខយើងមកចុច nick មួយទៀតបងប្អូនគ្នាចុច nick បាទតែមកយើងចុច selfie ដល់នេះគេដាក់ថា start selfie ចុចមកអា QQ នោះចាំឲ្យទៀតបកមកបាទឥឡូវខ្ញុំធ្វើការ scan មុខខ្ញុំសិនបាទខ្ញុំ scan មុខខ្ញុំសិនយើងងាកទៅតាមការបង្ហាញសញ្ញាព្រួយដែលគេប្រាប់ទៅបាទពេលដែលយើង scan មុខហើយវានឹងចាប់ដើម upload រូបរបស់យើងចូលទៅក្នុង account របស់យើងហើយដូច្នេះពេលដែលយើងត្រូវការ login អីពេលភ្លេចលេខកូដគឺងាយស្រួលមែនទែនដាក់តែមុខយើងទៅចូល account បានហើយពេលដែលយើង scan មុខយើងរួចហើយវាឲ្យយើងចុចដានទៅគឺរួចរាល់ហើយបងប្អូននេះបាទដូច្នេះយើងអាចការពារ Facebook យើងបានដោយការ scan មុខរបស់យើងហើយអរគុណកម្មវិធីជូនរបស់ខ្ញុំមានតែប៉ុណ្ណេះកុំភ្លេច share ម្នាក់មួយផងតែបើចង់ដឹងអ្វីទៀតអាច comment នៅក្រោមវីដេអូបាន